សម្រាប់កម្មវិធីមួយនេះខ្ញុំឲ្យ10 លើ 10 តែម្ដងបងប្អូនទាំងអស់គ្នាគឺវាធ្វើការបានល្អមែនទែនក្នុងការgenerate ផ្លាស់ប្ដូរឈុតសម្លៀកបំពាក់ឲ្យយើងណាគឺស្អាតបងប្អូនចង់generate ធ្វើការផ្លាស់ប្ដូរសម្លៀកបំពាក់បែបណាក៏បានដែរទៅតាមតម្រូវការរបស់បងប្អូនអញ្ចឹងក្នុងហ្នឹងវាមានរូបភាពសម្លៀកបំពាក់ដែលអាចឲ្យបងប្អូនធ្វើការផ្លាស់ប្ដូរបានណាជាពិសេសសម្រាប់សុភាពនារីណាបងប្អូនស្រីយើងដែលគាត់ចង់បានរូបភាពឬក៏ឈុតសម្លៀកបំពាក់ស្អាតក្នុងការផ្លាស់ប្ដូររូបភាពអស់ទាំងហ្នឹងគាត់យកទៅបង្ហោះនៅលើបណ្ដាញសង្គមផ្សេងអញ្ចឹងបងប្អូនអ្នកគ្នាគឺមានការពាក់ទាញណាដូចបងប្អូនបានឃើញហើយនេះដែលខ្ញុំបង្ហាញនេះគឺជាឈុតសម្លៀកបំពាក់ដើមទេអញ្ចឹងយើងផ្លាស់ប្ដូរទៅជាបែបនេះបែបនេះឬក៏បែបនេះសម្លៀកបំពាក់បែបមេអំបៅដែលគេកំពុងតែផ្ទុះក្នុងការលេងក្នុងបណ្ដាញសង្គម TikTok អញ្ចឹងបងប្អូនអ្នកគ្នាគឺវា generate ទៅគឺស្អាតមែនទែនបងប្អូនណាហ្នឹងហើយឬក៏ឈុតបែបកូនក្រមុំបែបនេះក៏បានដែរហ្នឹងហើយបងប្អូនអ្នកគ្នាអញ្ចឹងខ្ញុំបង្ហាញពីកម្មវិធីមួយនឹងតែម្ដងហើយនឹងពីរបៀបនៃការប្រើប្រាស់កម្មវិធីមួយនឹងផងដែរកម្មវិធីមួយនឹងមានឈ្មោះថា Beauty Cam បងប្អូនអ្នកគ្នាអាចធ្វើការដំឡើងនៅក្នុង Play Store ឬក៏ App Store បានអញ្ចឹងខ្ញុំចូលមកកាន់ Play Store បងប្អូនអ្នកគ្នា search តាមខ្ញុំមកវាពាក្យថាBeauty Cam នេះនៅខាងក្រោមនេះបងប្អូនណាសម្រាប់កម្មវិធីមួយនឹងឈ្មោះពេញ Beauty Cam AI Photo by Editor អញ្ចឹងបងប្អូនធ្វើការដំឡើងបានណាអញ្ចឹងកម្មវិធីមួយនឹងគឺពិសេសមែនទែនបងប្អូនអញ្ចឹងជាការបង្ហាញខ្ញុំចូលមកកាន់ក្នុងកម្មវិធី Beauty Cam តែម្ដងអូខេអញ្ចឹងខ្ញុំធ្វើការខ្វែងសិនខ្ញុំចូលទៅកាន់ menu ដើមអញ្ចឹងសម្រាប់កម្មវិធី Beauty Cam AI ហ្នឹងវាមានមុខងារជាច្រើនសម្រាប់ឲ្យបងប្អូនធ្វើការប្រើប្រាស់ណាអញ្ចឹងជាកម្មវិធីកាត់តវាបានបញ្ចូលនៅ AI សម្រាប់ឲ្យបងប្អូនធ្វើការ edit រូបភាពកែប្រែរូបភាពឬក៏ទៅតាមតម្រូវការរបស់បងប្អូនបានអញ្ចឹងបើសិនជាបងប្អូនចង់ធ្វើការកាត់វីដេអូក៏មានtool សម្រាប់ឲ្យបងប្អូនធ្វើការកាត់វីដេអូបានដែរនេះវីដេអូ edit ហ្នឹងបងប្អូនធ្វើការកាត់តបានឬក៏បងប្អូនចង់ធ្វើការកែរូបភាព edit រូបភាពក៏អាចកែបានដែរអញ្ចឹងណាហើយមុខងារមួយទៀតដែលជាមុខងារដែលពិសេសមែនទែនដែលសម្រាប់ធ្វើការថតរូបស្អាតដោយកាមេរ៉ាសេរីទំនើបសេរីខ្ពស់អញ្ចឹងបងប្អូនប្រសិនបើទូរស័ព្ទបងប្អូនកាមេរ៉ាមិនសូវច្បាស់ទេបងប្អូនចង់ធ្វើការថតកាមេរ៉ាដែលមានរូបភាពច្បាស់ឬក៏ color ដិតស្អាតបងប្អូនអាចប្រើប្រាស់ iPhone Cam នេះបានណាអញ្ចឹងយើងប្រើនៅក្នុងមុខងារកម្មវិធី Beauty Cam ហ្នឹងទាំងអស់គឺវាជួយជំនួយទាក់ទងនឹងការថតរូបក៏ស្អាតដែរបងប្អូនណាអញ្ចឹងបងប្អូនអាចសាកល្បងប្រើប្រាស់បានណាទាក់ទងនឹងកាមេរ៉ា iPhone Cam នេះអញ្ចឹងកាមេរ៉ាវាគឺដូច16 Pro Max អញ្ចឹងបងប្អូនអញ្ចឹងណាអូខេអញ្ចឹងខ្ញុំវីដេអូនេះខ្ញុំបង្ហាញពីរបៀបនៃការប្រើប្រាស់ដែលខ្ញុំបង្ហាញនៅក្នុងក្បាលវីដេអូមិញណាបងប្អូនអ្នកគ្នាចូលមកក្នុងកម្មវិធីហ្នឹងហើយបងប្អូនចុចយកពាក្យថានេះ AI Wardrobe នេះហើយបន្តមកទៀតបងប្អូនអាចធ្វើការជ្រើសរើសនៅរូបភាពណាមួយដែលបងប្អូនចង់ធ្វើការផ្លាស់ប្ដូរសម្លៀកបំពាក់អញ្ចឹងណាអញ្ចឹងខ្ញុំយករូបមួយនេះដើម្បីជាការបង្ហាញអូខេហើយបន្តមកទៀតវាមានមុខងារជាច្រើនទៀតដែលសម្រាប់ឲ្យបងប្អូនធ្វើការជ្រើសរើសវាមានពាក្យថា new វាមាន hottie រូបភាពបែបគេហៅថា K-pop Wedding អីចឹងបងប្អូនណាបងប្អូនទាំងគ្នាអាចសាកល្បងប្រើកម្មវិធីមួយហ្នឹងហើយស្រាវជ្រាវដល់ខ្លួនឯងបានណាហ្នឹងហើយអូខេអញ្ចឹងខ្ញុំយក popular អញ្ចឹងខ្ញុំចង់ធ្វើការផ្លាស់ប្ដូរនៅឈុតសម្លៀកបំពាក់មួយនេះអញ្ចឹងបងប្អូនចង់បានរូបមួយហ្នឹងចុចមកចុចពីលើរូបហ្នឹងទៅវានឹងធ្វើការ generate បដូរឈុតសម្លៀកបំពាក់ឲ្យយើងហ្នឹងបងប្អូនណាមួយវិញទៀតទាក់ទងនឹងកម្មវិធីមួយហ្នឹងជាកម្មវិធីមួយដែលយើងអាចតម្លើងប្រើ free បានតែបើបងប្អូនចុចទៅលើរូបភាពដូចដែលមានសញ្ញាត្បូងពេជ្រនេះគឺយើងត្រូវចំណាយលុយបងប្អូនយើងត្រូវបង់លុយអញ្ចឹងណាអញ្ចឹងបើបងប្អូនចង់ធ្វើការទិញកញ្ចប់ក្នុងការប្រើប្រាស់ក៏បានដែរណាហើយវាមានរូបភាពខ្លះដែលយើងអាចប្រើ free បានអញ្ចឹងបើសិនជាបងប្អូនចង់ប្រើ free គឺអាចជ្រើសរើសបាននេះដែលមិនមានសញ្ញាត្បូងពេជ្រហ្នឹងណាដោយឈុតសម្លៀកបំពាក់មានអំបៅដែលគេកំពុងតែពេញនិយមក្នុងការប្រើប្រាស់ឬក៏បង្ហោះនៅលើបណ្ដាញសង្គម TikTok អញ្ចឹងបងប្អូនអ្នកគ្នាគឺគេយកមកធ្វើជាវីដេអូបែបកំ pl អញ្ចឹងដោយការប្រើប្រាស់
បាទកម្មវិធី Beauty Cam AI ហ្នឹងបងប្អូនអ្នកគ្នាណាឥឡូវខ្ញុំធ្វើការ generate ផ្លាស់ប្ដូរជុតតម្លៀកបំពាក់បាទរូបមេអំបៅហ្នឹងបងប្អូនអ្នកគ្នាចាឥឡូវវាកំពុងតែ process ណាទាក់ទងនឹងកម្មវិធីមួយនេះគឺខ្ញុំមិនសរសើរមិនបានបងប្អូនបាទគឺវាមានមុខងារ AI បញ្ចូលនៅក្នុងកម្មវិធីមួយហ្នឹងយើងអាច edit បានរូបភាពល្អឥតខ្ចោះតែម្ដងមិនថារូបភាពបងប្អូនយើងធ្វើការកាត់តវីដេអូក៏បានស្អាតដែរហើយវាមានមុខងារឬក៏ template បាទជាច្រើនសម្រាប់ឲ្យបងប្អូនធ្វើការបាទកាត់តវីដេអូអញ្ចឹងបញ្ចូល template ស្អាតៗបាទប្លែកៗបានបាទទាំងអស់តែម្ដងណាអញ្ចឹងបើសិនជាបងប្អូនចង់ប្រើជាលក្ខណៈបាទ version បងលុយបងប្អូនអាចទិញបាននេះបងប្អូនឥឡូវវាបានធ្វើការកែប្រែគឺវា generate បាទល្អឥតខ្ចោះតែម្ដងបងប្អូនឃើញបាទស្អាតមែនទែនបាទពិតជាមិនធម្មតាហ្នឹងហើយបងប្អូនអញ្ចឹងបងប្អូនអាចសាកល្បងក្នុងការធ្វើបានណាតាក់ទងនឹងកម្មវិធីបាទ Beauty Cam សម្រាប់បងប្អូនដែលចង់បាទកែរូបភាព edit រូបភាពអីបាទខ្ញុំរីកខមមិនឲ្យប្រើប្រាស់ app នឹងបានណាហ្នឹងហើយបងប្អូនទាំងគ្នាអញ្ចឹងខ្ញុំបង្ហាញបាទពីកម្មវិធី Beauty Cam ហ្នឹងតែប៉ុណ្្នឹងទៅកាន់បងប្អូនបើមានកម្មវិធីអ្វីថ្មីខ្ញុំនឹងយកមកបង្ហាញបាទជាបន្តទៀតអញ្ចឹងបាទអរគុណសម្រាប់ការទស្សនាវីដេអូរបស់ខ្ញុំមួយនេះពីដើមដល់ចប់បាទបងប្អូនកុំភ្លេច follow page ឬក៏ subscribe channel YouTube របស់ខ្ញុំម្នាក់មួយផងណានឹងទទួលបានបាទវីដេអូថ្មីដែលខ្ញុំចែករំលែកជាបន្តទៀតទៅកាន់បងប្អូនណាអរគុណជម្រាបលាជួបគ្នានៅវីដេអូក្រោយ